អត្ថប្រយោជន៍នៃការញ៉ាំផ្លែល្ហុងជាផ្លែឈើត្រូពិកដែលមានរសជាតិផ្អែមឆ្ងាញ់ហើយសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ដល់សុខភាពខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់មួយចំនួននៃការទទួលទានផ្លែល្ហុងជួយដល់ការរំលាយអាហារផ្លែល្ហុងផ្ទុកទៅដោយអង់ស៊ីមផេផេនដែលជួយបំបែកប្រូតេអ៊ីននិងសម្រួលដល់ការរំលាយអាហារជាតិសរសៃដែលមាននៅក្នុងផ្លែល្ហុងក៏ជួយការពារការទល់លាមកផងដែរពង្រឹងប្រព័ន្ធភាពស៊ាំផ្លែល្ហុងសម្បូរវីតាមីន K ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយក្នុងការប្រឆាំងនឹងជំងឺផ្សេងល្អសម្រាប់សុខភាពភ្នែកផ្លែល្ហុងមានផ្ទុកសារធាតុ Beta Carotene ដែលរាងកាយបំប្លែងទៅជាវីតាមីន វីតាមីន មានសារៈសំខាន់ណាស់សម្រាប់សុខភាពភ្នែកនិងអាចជួយការពារបញ្ហាភ្នែកមួយចំនួនដូចជាជំងឺភ្នែកឡើងបាយជាដើមកាត់បន្ថយការរលាកផ្លែល្ហុងមានផ្ទុកសារធាតុប្រឆាំងការរលាកដូចជា Papain និង Chemotpapain ដែលអាចជួយកាត់បន្ថយការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយជួយដល់សុខភាពបេះដូងជាតិសរសៃវីតាមីន K និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែល្ហុងអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់និងការពារការកកស្ទះសរសៃឈាមដែលជាហេតុជួយដល់សុខភាពបេះដូងល្អសម្រាប់ស្បែកវីតាមីន K និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែល្ហុងជួយការពារស្បែកពីការខូចខាតដោយសាររ៉ាឌីកាល់សេរីនិងជំរុញការផលិតកូឡាជែនដែលធ្វើឲ្យស្បែកមានសុខភាពល្អនិងក្មេងជាងវ័យអាចជួយប្រឆាំងនឹងជំងឺមហារីកការសិក្សាមួយចំនួនបានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែល្ហុងអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកទោះបីជាត្រូវការស្រាវជ្រាវបន្ថែមទៀតក៏ដោយការបន្ថែមផ្លែល្ហុងទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអាចនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើនតាលោកចូលចិត្តទទួលទានផ្លែល្ហុងស្រស់ឬធ្វើជាទឹកក្រឡុក